អ្នកប្រហែលជាមិននឹកស្មានដល់រឿងនោះទេបន្ថែមអង្ករដំណើបនិងពោតទៅក្នុងសាច់គ្រាប់អង្ករគ្រាន់តែចំហុយទុកឲ្យស្ងួតមនុស្សជាច្រើនអាចស្រមៃបានពេញមួយជីវិតអាហារដែលខ្ញុំចង់ញ៉ាំយូរហើយពិតជាឆ្ងាញ់ណាស់ញ៉ាំវិធីសាស្ត្រគឺសាមញ្ញណាស់គ្រាន់តែអានបន្តបន្ទាប់ពីនោះអ្នកក៏អាចធ្វើវាបានដែរដំបូងដាក់សាច់ជ្រូកចិញ្ច្រាំ10ដុំកាត់ជាដុំតូចរួចប្រើកាំបិតកាត់ពួកវាត្រូវបានកាត់ជាបំណែកតូចនេះនឹងធ្វើឲ្យវាមានរសជាតិឆ្ងាញ់ជាងមុនបន្ថែមអំបិល15ក្រាមទៅក្នុងសាច់ជ្រូកស្ករ10ក្រាមទឹកស៊ីអ៊ីវស្រាល35ក្រាមម្សៅម្រេច10ក្រាមដើម្បីបង្កើនរសជាតិបន្ថែមពណ៌ដោយបន្ថែមផ្លែបឺរីហាថន3ក្រាមពណ៌ផ្កាឈូកប្រសិនបើអ្នកមិនមានម្សៅហាហ្វូនទេអ្នកមិនចាំបាច់បន្ថែមវាទេបន្ទាប់ពីលីវាឲ្យសព្វល្អហើយសូមបន្ថែមម្សៅដែលឆ្អិនហើយគ្រាប់ពោតមនុស្សគ្រប់គ្នានិយាយថាការចុចលើបេះដូងរបស់អ្នកគឺជាអ្វីទាំងអស់ការមិនចុចគឺជាអ្វីទាំងអស់ការមើលវីដេអូនេះក៏ជាការដោយហេតុផលនោះសូមចុចបេះដូងរបស់អ្នកខ្ញុំពិតជាដឹងគុណណាស់បន្ទាប់ពីលីចូលគ្នាឲ្យសព្វហើយដាក់ចូលក្នុងគម្របពុះជ្រូកដែលយើងបានទិញវាត្រូវតែកូរជាមួយស្រាដែលមានភស្តុតាងលីច្រើនដងរួចលាងសម្អាតដោយទឹកស្អាតច្រើនដងប្រើគម្របផ្លាស្ទិកតិចបំផុតតាមដែលអាចធ្វើទៅបានការប្រើប្រាស់គម្របសាច់ជ្រូកមានសុខភាពល្អជាងកង់ដាក់សាច់បន្តិចនៅចុងកន្ទុយរួចគ្រប់វាកាន់តែងាយស្រួលក្នុងការដាក់កូនឲ្យនៅពីលើហើយក្នុងការកាត់ត្រូវការតែ70ប៉ុណ្ណោះនៅពេលចម្អិនអាហារវាមិនងាយបាក់ទេប្រវែងគឺអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកនៅចំកណ្ដាលចេញប្រើឈើចាក់ធ្មេញបែបប្រពៃណីដើម្បីជីកពីរបីរុនមួយត្រូវបានប្រើដើម្បីយកខ្យល់ចេញឥឡូវនេះគ្រាន់តែដាក់វានៅក្នុងចំហាយដើម្បីចំហុយរយៈពេល50នាទីបន្ទាប់ពីទឹកពុះបន្ទាប់ពីចំហុយរួចយកចេញហើយទុកក្នុងទូទឹកកកយកចេញបន្តិចពេលចង់ញ៉ាំវាងាយស្រួលណាស់ក្នុងការគ្រាន់តែដុតនំវាស្រួយហើយពិតជាឆ្ងាញ់ណាស់គម្របសាច់ជ្រូកធ្វើនៅផ្ទះវាស្អាតណាស់ដូច្នេះអ្នកអាចធានាបានបើខ្ញុំមិនដឹងថាត្រូវញ៉ាំអ្វីរាល់ថ្ងៃទេខ្ញុំមានការបង្រៀនធ្វើម្ហូបផ្សេងគ្នានៅរហ័សផងដែរ